តើអ្នកជំងឺទៅធ្វើដំណេកខ្លះក្រៅពីបកបាយឬបូមបាយភ្នែករួចបន្ទាប់ពីវះកាត់ឬមួយក៏បូមបាយភ្នែករួចជាធម្មតាគ្រូពេទ្យតែងតែប៉ង់ស៊ីម៉ង់ភ្នែកដែលវះកាត់នោះបន្ទាប់មកគ្រូពេទ្យនឹងឲ្យអ្នកជំងឺសម្រាកនៅក្នុងមន្ទីរពេទ្យបន្តិចគ្រូពេទ្យនឹងផ្ដល់នូវដំបូន្មានខ្លះៗសម្រាប់ការថែរក្សាភ្នែកដែលការថែរក្សានោះមានដូចជាកុំឲ្យប៉ះទង្គិចភ្នែកកុំឲ្យភ្នែកដែលវះកាត់នោះសើមឬទៅទឹកដោយទឹកកុំឲ្យអ្នកជំងឺសម្រានផ្អៀងសង្កត់ភ្នែកដែលវះកាត់នោះរួចសូមឲ្យអ្នកជំងឺទទួលទានអាហារធម្មតាសូមឲ្យគាត់ទទួលទានថ្នាំតាមវេជ្ជបញ្ជាដែលថ្នាំទាំងអស់នោះមានដូចជាថ្នាំសម្ពាធឈាមថ្នាំបញ្ចុះសម្ពាធស្ករលាក់និងសូមឲ្យអ្នកជំងឺសម្រាកបានគ្រប់គ្រាន់សម្រាប់កំឡុងពេលក្រោយវះកាត់មួយថ្ងៃក្រោយការវះកាត់គ្រូពេទ្យនឹងធ្វើការណាត់ជួបជាមួយនឹងអ្នកជំងឺវិញដើម្បីឲ្យគ្រូពេទ្យបកប៉ង់ស៊ីម៉ង់លាងសម្អាតភ្នែកវាស់កំហើញពិនិត្យមើលបញ្ហាសុខភាពភ្នែកនិងណែនាំអ្នកជំងឺបន្ថែមអំពីការថែរក្សាភ្នែកការប្រើប្រាស់ឱសថនិងថ្ងៃដែលត្រូវណាត់ជួបនៅថ្ងៃក្រោយទៀតគ្រូពេទ្យនឹងផ្ដល់នូវសម្ភារៈសម្រាប់សម្អាតភ្នែកសម្រាប់ការពារភ្នែកនិងថ្នាំប្រើប្រាស់សម្រាប់ព្យាបាលមុខរបួសផងដែរតើអ្នកជំងឺត្រូវថែទាំភ្នែកដំណេកខ្លះបន្ទាប់ពីបូមបាយភ្នែករួចចំពោះការថែរក្សាភ្នែកមាន5ចំណុចសំខាន់ដែលអ្នកជំងឺត្រូវអនុវត្តនិងត្រូវដឹងចំណុចទី1ហាមប៉ះទង្គិចភ្នែកឬញីភ្នែកដែលវះកាត់រួចតែអ្នកជំងឺត្រូវបង្ការដោយនៅពេលថ្ងៃប្រើវ៉ែនតាសម្រាប់ការពារភ្នែកនិងពេលយប់ប្រើគម្របសម្រាប់ការពារភ្នែកប្រសិនបើមានក្អកឬកណ្ដាស់ខ្លាំងត្រូវមកជួបពេទ្យដើម្បីទទួលថ្នាំបន្ថយក្អកកុំពកូនក្មេងព្រោះក្មេងអាចតប់ឬវាយភ្នែករបស់យើងបានចំណុចទី2ហាមកុំឲ្យទឹកឬញើសចូលភ្នែកដែលវះកាត់រួចនិងរក្សាអនាម័យឲ្យបានស្អាតដោយយើងត្រូវសម្អាតភ្នែកជាមួយនឹងកំប្រេសនិងដំបាសម្លៃនិងសេរ៉ូមប្រៃមួយថ្ងៃឲ្យបាន2ដងដោយលើកទី1នៅពេលព្រឹកនិងលើកទី2ពេលល្ងាចមុនចូលដំណេកឬមួយក៏យើងអាចប្រើកន្សែងពោះគោបោកទឹកស្អាតហើយពូតវានៅសាំតិចឬយកមកជូតនៅលើផ្ទៃមុខដែលមិនឲ្យជូតនៅលើភ្នែកទេចំណុចទី3បន្តក់ថ្នាំភ្នែកនិងរក្សាអនាម័យថ្នាំឲ្យបានស្អាតត្រឹមត្រូវដោយយើងត្រូវបន្តក់ថ្នាំភ្នែកទៅតាមចំនួនដងដែលគ្រូពេទ្យបានបញ្ជាក់ត្រូវលាងដៃជាមួយនឹងសាប៊ូឲ្យបានស្អាតរួចជូតដៃជាមួយនឹងកន្សែងឬក្រដាសជូតដៃឲ្យបានស្អាតមុននឹងបន្តក់ថ្នាំភ្នែកពេលបន្តក់ថ្នាំត្រូវឲ្យអ្នកជំងឺមើលឡើងទៅលើរួចទាញត្របកភ្នែកខាងក្រៅបន្តិចរួចបន្តក់ថ្នាំចូលប្រសិនបើមានថ្នាំបន្តក់ភ្នែកច្រើនប្រភេទត្រូវកម្លេចគ្នាពី5ទៅ10នាទីចំណុចទី4អ្នកជំងឺអាចធ្វើសកម្មភាពបានធម្មតាដូចជាមើលទូរទស្សន៍មើលសៀវភៅហាត់ប្រាណស្រាលដែលមិនឲ្យអ្នកជំងឺប្រើប្រាស់នៅកម្លាំងខ្លាំងដូចជាលើកឬទាញនៅវត្ថុធ្ងន់ៗជាដើមអ្នកជំងឺអាចទទួលទានអាហារបានធម្មតាដែលមិនមានការតមនិងទទួលទានថ្នាំបានធម្មតាប្រសិនបើគាត់មានថ្នាំតម្រូវឲ្យគាត់ប្រើប្រាស់ជាប្រចាំនឹងជួបគ្រូពេទ្យតាមការណាត់ដើម្បីឲ្យគ្រូពេទ្យពិនិត្យមើលសុខភាពភ្នែកដើម្បីបញ្ជាក់ថាភ្នែកដែលវះកាត់នោះបានជាសះស្បើយឬយ៉ាងណាចំណុចទី5ជាចំណុចសំខាន់មួយដែលអ្នកជំងឺត្រូវមកជួបគ្រូពេទ្យបញ្ជាបន្ទាន់ប្រសិនបើមានអាការៈដូចជាក្រហមភ្នែកហូរទឹកភ្នែកឈឺនិងស្វាងជាងធម្មតាត្រូវមកជួបគ្រូពេទ្យវិញជាបន្ទាន់ការថែទាំភ្នែកការបន្តក់ថ្នាំភ្នែកនិងការមកពិនិត្យជាមួយនឹងគ្រូពេទ្យឲ្យបានត្រឹមត្រូវបន្ទាប់ពីវះកាត់បាយភ្នែករួចគឺពិតជាមានសារៈសំខាន់ណាស់ដើម្បីឲ្យភ្នែករបស់យើងឆាប់ជាសះស្បើយនិងមើលឃើញច្បាស់មកវិញសូមអរគុណ